ជំងឺលើសសម្ពាធឈាមហ្នឹងទៅធ្វើឲ្យសរសៃឈាមអាអកដែលជាសរសៃឈាមធំជាងគេហ្នឹងវាឡើងប៉ោងឬក៏នៅពេលដែលធ្ងន់ធ្ងរសរសៃឈាមដែលវាប៉ោងហ្នឹងវារហែកយ៉ាងណាវាហែកវាបង្កគ្រោះថ្នាក់ដល់អាយុជីវិតចឹងហើយបានជាលើសសម្ពាធឈាមវាធ្វើឲ្យសរសៃឈាមអាអកហ្នឹងវាឡើងប៉ោងហ្នឹងដោយសារតែសម្ពាធឈាមឡើងខ្ពស់រយៈពេលយូរទៅអាសម្ពាធឈាមហ្នឹងវាធ្វើឲ្យរុញច្រានអាចិញ្ចាំងនៃសរសៃឈាមហ្នឹងកាលណាវារុញអាចិញ្ចាំងសរសៃឈាមអាអកហ្នឹងនៅរយៈពេលយូរទៅវាធ្វើឲ្យសរសៃឈាមវាធ្វើឲ្យសរសៃឈាមហ្នឹងវាខ្សោយវាក៏បានជាប៉ោងសរសៃឈាមហ្នឹងហើយក្នុងករណីដែលវាដាច់ឬក៏រហែកសរសៃឈាមអាអកហ្នឹងគឺវាបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតបើសិនជាជួយសង្គ្រោះមិនទាន់ទេតែរោគសញ្ញាសំខាន់ដែលយើងគិតដល់ aortic dissection ឬក៏រហែកសរសៃឈាមអាអកហ្នឹងគឺនៅជំងឺចាប់ដើមភ្លាមឈឺទ្រូងភ្លាមឈឺខ្លាំងតែម្ដងឈឺចាក់ទៅកាន់ខ្នងឬក៏ឈឺខ្នងអាចបែកញើសអាចដួលឬក៏អាចដួលសន្លប់ឬក៏ខ្យល់កចឹងសញ្ញាព្រមានដែលយើងគួរតែដឹងក្នុងករណីដែលយើងគិតទៅដល់ aortic dissection ឬក៏ការរហែកសរសៃឈាមអកហ្នឹងគឺមានឈឺទ្រូងខ្លាំងឬក៏ឈឺខ្នងខ្លាំងបែកញើសឬក៏ដួលសន្លប់ជំងឺរបៀបនេះយើងត្រូវតែបញ្ជូនទៅសង្គ្រោះបន្ទាន់ជាបន្ទាន់អញ្ចឹងដើម្បីការពារឬក៏បន្ថយហានិភ័យនៃការជំងឺដាច់ឬក៏រហែកសរសៃឈាមអកហ្នឹងគឺយើងត្រូវគ្រប់គ្រងសម្ពាធឈាមទៅតាមការកាត់ដែលយើងចង់បានជប់បារីយើងត្រូវតែប្រើប្រាស់ថ្នាំទៅតាមបច្ចេកវិទ្យាធ្វើយ៉ាងម៉េចឲ្យសម្ពាធឈាមយើងវាគ្រប់គ្រងមកល្អ